រងចាំនៅទីនោះមិត្តរួមដំណើររបស់គាត់ចាប់ផ្ដើមមានអារម្មណ៍ខឹងបន្តិចហើយរំលឹកគាត់ថាមេធំចុងក្រោយស្ថិតនៅកំពូលភ្នំក្មេងប្រុសនោះសួរថាគាត់អាចទៅដល់កំពូលនោះបានទេប៉ុន្តែមិត្តរួមដំណើររបស់គាត់បានព្រមានថាការឡើងទៅបន្ថែមទៀតត្រូវការប្រឈមមុខនឹងឧបសគ្គធំដែលបន្ទាប់គឺត្រូវយកឈ្នះអ្នកថៃទ្វារបាហ្វុំគាត់បញ្ជាក់ថានេះស្រដៀងនឹងផ្លូវធម្មតាសម្រាប់អ្នកប្រមាញ់ប៉ុន្តែគាត់សង្កេតឃើញអ្វីមួយមិនធម្មតាអាខកខានពាក្យរបស់ក្មេងប្រុសយើងបានបាត់ទៅការផ្លាស់ប្ដូរនេះធ្វើឲ្យគាត់សម្រេចចិត្តទៅប្រឈមមុខអ្នកថៃទ្វារមិត្តរួមដំណើររបស់គាត់បានប្រឆាំងភ្លាមដោយជឿជាក់ថាគាត់ប្រហែលជាស្លាប់ជាក់ស្ដែងព្រោះអំណាចរបស់បាហ្វុំលើសលុកសមត្ថភាពបច្ចុប្បន្នរបស់គាត់បន្ទាប់មកគាត់បានពន្យល់ពីភាពខុសគ្នារវាងអរិយធម្មតានិងមេធំមានជីវិតតែមួយខណៈដែលអរិយធម្មតាអាចរស់ឡើងវិញបានជានិច្ចដោយមានលក្ខខណ្ឌថាមេធំនៅរស់បន្ទាប់មកគាត់បានបង្ហាញផែនការរបស់គាត់នឹងប្រយុទ្ធជាមួយអ្នកថៃទ្វារជាបន្តបន្ទាប់ដើម្បីក្លាយជាខ្លាំងឡើងរៀងរាល់ពេលកើតឡើងវិញរហូតដល់អំណាចរបស់គាត់លើសបាហ្វុំមានតែពេលនោះប៉ុណ្ណោះគាត់ទើបអាចឈ្នះនិងយកតំណែងដែលមានបំណងផ្ដល់ឲ្យបាហ្វុំមកជាកម្មសិទ្ធិរបស់ខ្លួនឆាកបានផ្លាស់ប្ដូរទៅសពថ្ងៃបាហ្វុំទទួលបានការជូនដំណឹងពីប្រព័ន្ធបញ្ជាក់ថាគាត់បានជោគជ័យក្នុងការឆ្លងកំពូលបន្ទាប់ពីយកឈ្នះរ៉េស៊លសពរបស់រ៉េស៊លស្ថិតនៅមុខគាត់ដោយគ្មានចលនាបាហ្វុំគិតថាមានអ្នកប្រមាញ់តិចណាស់ដែលអាចប្រឈមមុខគាត់បានពិតហើយគំនិតអំពីគូប្រកួតដែលអាចយកឈ្នះគាត់បានវាបង្កើតអារម្មណ៍រំភើបមួយដែលគាត់មិនសូវបានជួបប្រទះភ្លាមនេះសំឡេងរបស់រ៉េស៊លបានបំបែកភាពស្ងៀមស្ងាត់ទោះបីបង្ហាញថាស្លាប់ក៏ដោយគាត់មិនព្រមទទួលស្លាប់ទេហើយបានអូសខ្លួនទៅមុខដោយកាន់ជើងបាហ្វុំដំបូងបាហ្វុំគិតថារ៉េស៊លនៅរស់ស្រួលទោះបីគ្មានស្នូអារ៉ាក៏ដោយដែលបង្ហាញពីការតស៊ូដ៏អស្ចារ្យប៉ុន្តែបន្តិចក្រោយគាត់បានបញ្ជាក់ពីការពិតដ៏អាក្រក់នគរដែលរ៉េស៊លគិតថាខ្លួនជាអ្នកគ្រប់គ្រងមិនដែលមានស្ថិតនៅឡើយអ្វីដែលគាត់ជឿជាក់គឺគ្រាន់តែជាអារម្មណ៍បង្កើតឡើងដោយពំនៃពំប៉ុណ្ណោះហ៊ីបច្របូកច្របល់របស់ Razel កាន់តែជ្រៅបន្ថែមទៀតនៅពេល Baphum បញ្ជាក់ថានគររបស់ Bellatrix មិនដែលមានស្ថិតនៅឡើយប្រព័ន្ធមិនដែលផ្ដល់អំណាចព្រះរាជាណាចក្រណាមួយដល់ Razel ទេវាគ្រាន់តែបង្កើតគាត់ឡើងដូចជាឧបករណ៍ប្រយុទ្ធមួយទៀតដែលមានបំណងបង្កើនកម្លាំងអ្នកប្រមាញ់ប៉ុណ្ណោះការពិតនេះបំបែកចិត្តគាត់ហើយគាត់មិនព្រមទទួលថាខ្លួនគ្រាន់តែជាមេអារក្សមួយដែលត្រូវបានបញ្ចូលកម្មវិធីសម្រាប់ការលូតលាស់របស់ពួកគេប៉ុណ្ណោះទេមនុស្សពីរនាក់ដែលស្លៀកពាក់បំភ្លេចខ្លួនបានបង្ហាញខ្លួនពីក្រោយ Baphum នៅពេលដែលការយល់ដឹងនេះកើតឡើងកំហុសប្រព័ន្ធធ្ងន់ធ្ងរមួយបានកើតឡើងដោយគ្មានការព្រមានហើយទិន្នន័យរបស់ Razel បានបាត់បង់ទៅទាំងស្រុង Baphum មិនទាន់យល់អំពីការលុបទិន្នន័យនោះសោះទេពេលមានពន្លឺស្លាប់មួយបញ្ចេញមកមុខគាត់ពេលបង្វិលមកក្រោយគាត់ឃើញអ្នកប្រមាញ់ម្នាក់ស្លៀកអាវកណាត់គម្របក្បាលអង្គុយនៅជិតមុននេះគាត់បានមានអារម្មណ៍ថាមានអ្វីមួយចម្លែកមានវត្តមានមួយលើសពីរបស់ខ្លួននិងមេអារ៉ាប់ផ្សេងទៀតប៉ុន្តែគាត់បានមិនអើពើទេព្រោះអ្នកមកថ្មីទាំងនោះមិនបង្កគ្រោះថ្នាក់អ្វីឡើយឥឡូវនេះអ្នកប្រមាញ់នោះមើលទៅភ្ញាក់ផ្អើលក្រោមការចាប់អារម្មណ៍ផ្ទាល់របស់គាត់ Baphum ដើរចូលទៅជិតហើយស្គាល់ថាមនុស្សនោះជាសមាជិកម្នាក់នៃក្រុមអ្នកប្រមាញ់នៅតែជាប់ស្ងៀមមិនប្រកាសថាហេតុអ្វីបានជាគេត្រូវបានប្រឈមមុខដោយការភ័ន្តច្រឡំនិងការភ័យអៀនបង្ហាញច្បាស់នៅកណ្ដាលប៉មនៃប៉មប្រាសាទស្មុគស្មាញមេក្រុមអ្នកប្រមាញ់បានដោះស្រាយ Snowflame ចេញពីដៃរបស់នាងទ្រកចេញមួយបានបង្កើតឡើងពីក្រោយក្រុមបណ្ដាលឲ្យមនុស្សទាំងអស់បង្វិលមកចាប់អារម្មណ៍នាងសួរថាហេតុអ្វីបានជាច្រកមួយបានបើកឡើងព្រាមហើយហេតុអ្វីប្រព័ន្ធបានប្រកាសថាតំបន់ច្រកត្រូវបានសម្អាតរួច Valkyrie ក៏មានការភ័ន្តច្រឡំដូចគ្នានៅពេលច្រកចេញមួយទៀតបានបង្ហាញខ្លួនតាមរយៈច្រកមួយ Baphum បានកាត់ឡើងដោយកាន់អ្នកប្រមាញ់3នាក់ដែលស្លៀកពាក់បំផ្លាញ2នាក់នៅក្នុងដៃគាត់និងម្នាក់ទៀតកាន់ដោយថ្មីឆាកបានផ្លាស់ទៅមជ្ឈមណ្ឌលវិទ្យាសាស្ត្រ Mingop ដែលសេងហ្គាស់មកដល់ជាមួយអ្នកក្រមបញ្ជាការរបស់នាងទាមទារឲ្យដឹងទីតាំងបងប្រុសរបស់នាងព្រាមអ្នកក្រមបញ្ជាការនាងនាំនាងទៅបន្ទប់អ្នកជំងឺ VIP ហើយប្រាប់ថា Pagan រស់រានមានជីវិតប៉ុន្តែបាត់ដៃមួយជាអចិន្ត្រៃយ៍សេងហ្គាស់មិនអាចយល់បានថាហេតុអ្វីការវះកាត់នៅមិនទាន់ចាប់ផ្ដើមទេអ្នកក្រមបញ្ជាការរបស់នាងពន្យល់ថា Pagan បដិសេធការព្យាបាលដែលធ្វើឲ្យនាងមានអារម្មណ៍ថាវាអស្ចារ្យណាស់នាងចូលទៅក្នុងបន្ទប់ដើម្បីប្រឈមមុខជាមួយគាត់ Pagan កេងស្រពោនដោយកណាត់ព្យាបាលហើយមិនយកចិត្តទុកដាក់ចំពោះការព្រួយបារម្ភរបស់នាងទេហើយបន្តថាមិនមានអ្វីធ្ងន់ធ្ងរដល់ថ្នាក់ដែលត្រូវឲ្យនាងរត់មកដល់ទេនាងឆ្លើយតបថានាងនឹងមកឆាប់ជាមីបើមិនត្រូវបានរារាំងហើយនាងទាមទារឲ្យដឹងថាហេតុអ្វីគាត់បដិសេធការវះកាត់ចម្លើយរបស់គាត់ធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលសូលស្លាប់ប៉ុន្តែមានតែ Pagan បាត់ដៃមួយប៉ុណ្ណោះសូលបានប្រមានគាត់អំពីគ្រោះថ្នាក់នៃប៉មប៉ុន្តែ Pagan ទូយ៉ាងណាក៏បន្តទៅមុខគាត់ជឿថាគាត់គួរតែជាមនុស្សដែលស្លាប់បាត់ដៃមួយមិនមានអត្ថន័យអ្វីទេនៅពេលសូលបាត់បង់ជីវិតនិងអនាគតPagan និយាយថាគាត់អាចស្ដារដៃវិញបាននៅពេលក្រោយប៉ុន្តែសូលមិនអាចត្រឡប់មកវិញបានទេបន្ទាប់មកគាត់សួរអំពីអ្នកប្រមាញ់ដែលស្ទើរតែស្លាប់ក្នុងការជួយសង្គ្រោះគាត់ទស្សនៈត្រឡប់មកកាន់ Baphum ដែលឥឡូវនេះកំពុងញ៉ាំអាហារយ៉ាងរីករាយនៅក្នុងបន្ទប់ពេទ្យលោកម៉ាចូលមកហើយសួរថាហេតុអ្វីគាត់នៅទីនេះ Baphum ភ្ញាក់ផ្អើលពេលឃើញលោកម៉ាហើយស្ដាប់លោកម៉ាប្រតិកម្មថាអ្នកស្នាក់នៅបន្ទប់ VIP ប្រណិតគួរតែបិទមាត់ពេលញ៉ាំអាហារយ៉ាងហោចណាស់ Baphum ពន្យល់ថាគាត់មិនបានរងរបួសទេប៉ុន្តែបុគ្គលិកមន្ទីរពេទ្យប៉ុនប៉ងឲ្យគាត់ស្នាក់នៅលោកម៉ាសួរព័ត៌មានលម្អិតBaphum បាននិយាយអំពី Royal Gold ដែលបានប្រាប់គាត់ថាគាត់បានជួយសង្គ្រោះម្ចាស់ក្មេងរបស់ពួកគេហើយរៀបចំអ្វីទាំងអស់សម្រាប់ភាពសុខស្រួលរបស់គាត់ពួកគេសួរថាគាត់ចង់បានអ្វីដូច្នេះគាត់បានស្នើសុំអាហារលោកម៉ាភ្ញាក់ផ្អើលណាស់ដែលក្រុម Royal Gold បានចូលរួមពាក់ព័ន្ធ
បាហ្វុំនិយាយថាដំបូងគាត់មិនចូលចិត្តអ្នកស្នងរបស់ពួកគេទេប៉ុន្តែឥឡូវនេះគាត់មានអារម្មណ៍ថាអាចទ្រាំបានដោយសង្កេតឃើញថាមនុស្សដែលផ្ដល់អាហារល្អឥតគិតថ្លៃមិនសូវមានបំណងអាក្រក់ទេបន្ទាប់មកគាត់សួរថាតើលោកម៉ារកឃើញគាត់ដោយរបៀបណាលោកម៉ាពន្យល់ថាការលុបបំផ្លាញប៉ុមនៅកំពូលកំពង់ផែនឹងជូនដំណឹងទៅប្រព័ន្ធរដ្ឋាភិបាលដោយស្វ័យប្រវត្តិអ្នកដែលមានសិទ្ធិចូលដំណើរការកម្រិតខ្ពស់រួមទាំងខ្លួនគាត់ផងទទួលបានព័ត៌មានភ្លាមលោកបាននិយាយថាប្រទេសប៉ុមស្មុគស្មាញត្រូវបានសម្អាតរួចលោកបានពិនិត្យមើលហើយឃើញឈ្មោះបាហ្វុងលោកម៉ាងាកខ្លួនទៅចិត្តអាហារដោយសង្ស័យថាបាហ្វុងពិតជាសម្អាតប៉ុមនោះបានមែនទេបាហ្វុងឆ្លើយតបយ៉ាងការពារដោយសួរថាតើគាត់កំពុងត្រូវចោទប្រកាន់ថាបោកប្រាស់ឬលោកម៉ាបញ្ជាក់ថាគាត់មិនបានហៅថាគាត់ជាអ្នកកុហកទេគ្រាន់តែបញ្ជាក់ថាការសម្អាតប៉ុមភាគច្រើនត្រូវការជំនាញដែលបាហ្វុងមិនគួរតែមាននៅឡើយបាហ្វុងស្នើបង្ហាញភស្តុតាងតាមរយៈក្របទ្រីស្ដាល់អារៈដែលគាត់ប្រមូលបានពីការប្រឆាំងឧបសគ្គលោកម៉ាស្នើឲ្យបង្ហាញភស្តុតាងមុំមុនជាងនេះទៀតគឺក្របគ្រីស្ដាល់ដែលទទួលបានពីការសម្អាតប៉ុមមាននរណាម្នាក់មកដល់ទទួលភ្ញៀវខាងក្រៅបន្ទប់ហើយសុំទោសដែលមកយឺតពេលចូលបន្ទប់គាត់បង្ហាញការភ្ញាក់ផ្អើលដែលមន្ត្រីរដ្ឋាភិបាលមកដល់មុនហើយសួរពីការរកឃើញលោកម៉ាបាហ្វុងមានអារម្មណ៍ភ្ញាក់ផ្អើលខ្លាំងពេលអ្នកថ្មីណែនាំខ្លួនថាជាអ្នកដឹកនាំក្រុមនាយកដ្ឋានបណ្ដុះបណ្ដាលអ្នកប្រមាញ់មានភាពចងចាំមួយលេចឡើងវិញបុរសដែលនេះធ្លាប់ចូលលើក្បាលគាត់ហើយគាត់ថាជាអ្នកបរាជ័យនិងជាអ្នកបោកប្រាស់ឥឡូវគាត់ស្វាគមន៍បាហ្វុងដោយមានការបង្ហាញការមើលងាយដដែលបាហ្វុងមិនគិតថ្មីខណៈដែលបុរសនោះអះអាងថាគាត់បានរត់មកភ្លាមពេលដឹងពីអ្នកសម្អាតប៉ុមហើយកាន់តែចង់ដឹងពេលស្គាល់អត្តសញ្ញាណរបស់បាហ្វុងគាត់ទាមទារដឹងថាបាហ្វុងបានធ្វើបែបណាដោយសង្កេតឃើញការរួមមានរបស់លោកម៉ាហើយសន្និដ្ឋានអំពីការចូលរួមក្នុងគម្រោងសម្ងាត់របស់រដ្ឋាភិបាលដែលគេហៅថាក្រុមសម្អាតទាំងបាហ្វុងនិងលោកម៉ាស្ងៀមស្ងាត់បុរសនោះបន្តនិយាយថាអ្នកប្រមាញ់ជាច្រើនត្រូវតែបំពាក់ដៃរបស់ខ្លួនដើម្បីរស់រានមានជីវិតប៉ុន្តែបានព្រមានថាលោកម៉ាប្រតិបត្តិការនៅកម្រិតដែលគ្រោះថ្នាក់ជាងនេះទៀតគាត់យោងទៅករណីមួយដែលលោកម៉ាបានសម្លាប់អ្នកប្រមាញ់ថ្នាក់ដែលសុចរិតចំនួន7នាក់សេចក្តីថ្លែងនោះធ្វើឲ្យបាហ្វុងច្របូកច្របល់ខណៈដែលលោកម៉ាស្រាប់តែវាមកមួយបុរសនោះបញ្ឈប់វាបានយ៉ាងងាយស្រួលអ្នកក្រមបញ្ជាការរបស់គាត់ស្រែកឲ្យគាត់បញ្ឈប់ដោយព្រមានថាការប្រយុទ្ធនឹងបំផ្លាញមន្ទីរពេទ្យទាំងមូលលោកម៉ាហៅគាត់ថាយ៉ាវខាហើយព្រមានឲ្យគាត់គោរពដែនកំណត់គាត់បញ្ជាឲ្យគាត់ផ្ដោតលើភារកិច្ចពិតប្រាកដដើម្បីបញ្ជាក់ថាតើបាហ្វុងបានសម្រេចបំពន់នៃបំពន់ពិតប្រាកដឬអត់បាហ្វុងញឹមហើយយល់ព្រមគាត់បើកបង្អួចប្រព័ន្ធរបស់ខ្លួនហើយយកអ្វីដែលជាចំណុចសំខាន់នៃបំពន់ចេញគាត់ទទួលសារភាពថាមុននេះគាត់មិនយល់ពីមុខងាររបស់វាទេប៉ុន្តែឥឡូវនេះវាស្រួលប្រើគាត់យកវាចូលចិត្តមុខហើយសួរថាតើគាត់នៅតែដូចជាមនុស្សបោកប្រាស់ទៀតឬទេហាមើលគាត់ដោយសម្លឹងខឹងហើយក្រពះថ្មិញបន្តទូចថាបាហ្វុងនៅតែជាមនុស្សបរាជ័យសំឡេងមួយបានផាត់ចូលមកសួរថាតើនរណាជាអ្នកបរាជ័យពិតប្រាកដហាប្រែមកមើល Pagan ដែលកំពុងជិះរទេះរុញចូលមកជាមួយបងប្អូនស្រីរបស់គាត់អ្នកក្រមបញ្ជាការរបស់ហាសម្គាល់ថាពួកគេជាសមាជិក Royal Gold ហាប្រែអាកប្បកិរិយាភ្លាមទទួលស្វាគមន៍ Sengel ដោយញឹមយ៉ាងគួរសមគាត់ហៅនាងថាប្រធានអនាគតនៃ Royal Gold ហើយហៅនាងថាអ្នកនាយក Sengel និយាយឈ្មោះគាត់ដោយសម្លេងត្រជាក់ពោពេញដោយកំហឹងហាពន្យល់ថាគាត់មានបំណងនឹងតាក់ទងនាងឆាប់នេះសម្រាប់រឿងអាជីវកម្មហើយបង្ហាញការភ្ញាក់ផ្អើលយ៉ាងរីករាយដែលបានជួបនាងនៅទីនេះគាត់សួរថាតើអ្វីនាំឲ្យពួកគេមក Pagan សួរថាតើហាមានមុខតំណែងរដ្ឋាភិបាលឬទេហាទើបសង្កេតឃើញ Pagan ហើយដឹងថាគាត់ជាទេពកោសល្យវ័យក្មេងបំផុតនៃ Royal Gold គាត់បង្ហាញការសោកស្ដាយចំពោះរបួសហើយបានដឹងថា Pagan បានចូលទៅក្នុងប៉ោងរបស់កំពូលក្រឡា Pagan បង្ហាញទៅកាន់បាហ្វុងដោយណែនាំថាគាត់ជាអ្នកបានជួយសង្គ្រោះខ្លួនហើយបង្ហាញពីអាកប្បកិរិយាដែលហាបានបង្ហាញការប្រមាថហាមើលមុខស្រួយច្របល់អត់បែរមុខទៅរកសេងយ៉ាហើយសួរអំពីការធ្វើពាណិជ្ជកម្មរបស់ក្រុមហ៊ុនជាមួយគាត់នាងពន្យល់ថាគាត់គ្រប់គ្រងការបណ្ដុះបណ្ដាលនិងប្រតិបត្តិការជ្រើសរើសបុគ្គលិក Pagan សម្ដីថាអ្នកដែលមិនអាចស្គាល់អ្នកសម្អាតប៉ោងបានគឺមិនសមស្របជាដៃគូទេសេងកាយល់ព្រមហើយលុបចោលកិច្ចប្រជុំទាំងអស់ដែលបានកំណត់ជាមួយនាយកដ្ឋានរបស់ហាបុគ្គលិកក្រមអាវុធរបស់ហាទាញឲ្យគាត់ដោយសារភ័យខ្លាចបងស្រីម្នាក់ទៀតដែលចេញមុខហើយសុំគាត់ដោយសុភាពរៀបសារឲ្យចេញទៅក្រៅព្រោះពួកគេចង់និយាយផ្ទាល់ខ្លួនជាមួយបាហ្វុងនាងបន្ថែមដោយសម្លេងទន់ថាគ្រួសាររបស់ពួកគេមានច្បាប់មួយគឺស្ត្រូវរបស់មិត្តភក្តិគេក៏ជាស្ត្រូវរបស់ពួកគេដែរថាបង្ខំឲ្យញឹមបន្តិចបោះមើលបាហ្វុងជាលើកចុងក្រោយដោយភ្នែកពោពេញដោយភាពស្អប់ខ្ពើមហើយបង្វិលខ្នងចេញទៅបាហ្វុងឆ្លើយតបនឹងការមើលនោះដោយញឹមមាត់ស្រួយពោពេញដោយការពេញចិត្តលោកម៉ែពិភាក្សាពីស្ថានភាពជាមួយបាហ្វុងដោយបញ្ជាក់ថាមនុស្សគ្រប់គ្នាហាក់ដូចជាកំពុងឈរជើងនៅជាមួយគាត់ភ្លាមបាហ្វុងសួរថាតើអ្វីនេះអាចចាត់ទុកថាជាព័ត៌មានល្អទេប៉ុន្តែលោកម៉ែចង្អុលបង្ហាញទៅមុខមាត់រញ្ជួយរបស់ហាហើយព្រមានថាប្រសិនបើមានញឹមសាច់បន្តិចទៀតអាចធ្វើឲ្យគាត់ទុះកំហឹងនៅខាងក្រៅហាអង្គុយក្នុងរថយន្តរបស់គាត់ដេញកាល់អេហើយសាបស្ដីដោយមិនអាចគ្រប់គ្រងខ្លួនបានអ្នកក្រមបញ្ជារបស់គាត់សូមឲ្យគាត់ស្ងប់ស្ងាត់ប៉ុន្តែការប្រមាថដែលត្រូវបានសាកយកចិត្តលេងពីមនុស្សដែលគាត់ធ្លាប់ហៅថាជាមនុស្សបរាជ័យជាពិសេសនៅមុខ Royal Gold វាធ្វើឲ្យគាត់ឈឺចាប់ជាងអ្វីទាំងអស់ពេលដែលអ្នកក្រមបញ្ជារបស់គាត់សួរថាតើបាហ្វុងប្រហែលជាបានភ្ញាក់ឡើងបន្ទាប់ពីការវិតម្លៃដំបូងរបស់ពួកគេទេហាស្ទាក់ស្ទើរគំនិតនោះធ្វើឲ្យគាត់មិនស្រួលចិត្តមោទនភាពរបស់គាត់រងការរង្គោះរង្គើនៅពេលគិតថាសញ្ញាសម្គាល់របស់គាត់ដែលជាមូលដ្ឋាននៃអាជីពគឺអាចខុស
ដោយខំថ្មីគាត់បញ្ជាឲ្យស៊ើបអង្កេតពេញលេញអំពីអតីតកាលរបស់បាហ្វុំមានអ្វីមួយមិនប្រក្រតីហើយគាត់មានបំណងនឹងរកឃើញវានៅក្នុងមន្ទីរពេទ្យ Pagan អរគុណ Baphomet ដែលធ្វើឲ្យទាំងគាត់និងលោក Matt ភ្ញាក់ផ្អើល Pagan ទទួលសារថា Baphomet មានហេតុផលគ្រប់យ៉ាងក្នុងការបោះបង់គាត់នៅក្នុងប៉មបន្ទាប់ពីការប្រព្រឹត្តខុសរបស់គាត់ចំពោះគាត់ប៉ុន្តែ Baphomet ទោះជាយ៉ាងណាក៏ដោយក៏បានជួយគាត់វិញមុខមាត់របស់ Baphomet នៅតែស្ងៀមស្ងាត់ជាការពិតគាត់បានគ្រោងទុកថានឹងទម្លាក់ដៃហើយដើរចេញទៅបងស្រីម្នាក់បានស្នើសុំឲ្យទាំងពីរបានឯកជនស្ងៀមហើយសេងយ៉ាក៏យកព្រមនាងបាត់មុខទៅកាន់លោកម៉ែហើយបដូរទៅរឿងអាជីវកម្មចង់ពិភាក្សាអំពីគម្រោងសុខុមាលភាពដែលពាក់ព័ន្ធរដ្ឋាភិបាលលោកម៉ែយកព្រមហើយពួកគេដែលចេញទៅជាមួយគ្នាដោយចាក់សោទ្វារពេលនៅម្នាក់ឯងបាហ្វុំទទួលសារថាការជួយនេះមិនមែនជាគំនិតគាត់ទេគាត់ជួយព្រោះរីប្របន្ទោសខ្លួនឯងដែលចាប់មនុស្សទាំងអស់ហើយសូមឲ្យគាត់ជួយ Pagan គាត់យកព្រមតាមកិច្ចព្រមព្រៀងដោយមិននឹកស្មានថា Pagan នឹងរស់ឡើយ Pagan ឆ្លើយថាការរស់មិនមែនជាការបារម្ភទេគាត់គ្រាន់តែសប្បាយចិត្តដែលអ្នកផ្សេងមានសុវត្ថិភាពគំនិតបែបនេះធ្វើឲ្យ Baphomet ច្របូកច្របល់ព្រោះគាត់មិនអាចយល់ថាហេតុអ្វីត្រូវប៉ុនប៉ងជួយអ្នកដទៃដោយបោះបង់ខ្លួនឯងសញ្ញាផ្ទៃក្នុងនៃប៉មរបស់គាត់គិតតែអំពីការរស់រានប៉ុណ្ណោះពេលគាត់សួរថា Pagan មកតែដើម្បីសុំទោសមែនទេ Pagan បដិសេធការជួយសង្គ្រោះជីវិតគាត់ត្រូវការការបង់វិញហើយគាត់ផ្ដល់អ្វីក៏បានដែលសមត្ថភាពគាត់អាចធ្វើបាន Baphomet ឆ្លើយថា Pagan បានបង់វិញរួចហើយតាមរយៈការរៀបចំមន្ទីរពេទ្យប៉ុន្តែគាត់នៅតែសួរថាតើអាចបញ្ចប់អាហារបានទេមុនចេញទៅ Pagan រំលឹកគាត់ថាអាហារនោះជារបស់គាត់ឲ្យរក្សាទុកBaphomet និយាយពីរឿងខោអាវដែលគាត់បំបែកក្នុងប៉មតែ Pagan ថា Reaper ពន្យល់ថាវាមិនមែនជារបស់ពិតទេពេល Baphomet សួររឿងលុយ Pagan មើលទៅបារម្ភអ្នកប្រមាញ់ម្នាក់ទៀតកំពុងប្រឈមមុខនឹងអរិយទាំងសង្ឃឹមរកជំនួយស្រាប់តែសម្លេងលោកមកលេចឡើងតាមការផ្សាយពីប្រព័ន្ធគូបគងក្រុងថ្មីកំជេរអ្នកប្រមាញ់ការជួឧបករណ៍និងសុខុមាលភាពគ្រប់គ្រងដោយរដ្ឋាភិបាលសម្រាប់គ្រួសារពួកគេការផ្សាយបញ្ចប់ដោយពាក្យថាឧបត្ថម្ភដោយរដ្ឋាភិបាលកណ្ដាល